បាទសូមជម្រាបសួរនេះជាការបង្ហាញឧបករណ៍កែច្នៃមួយបាទយើងច្នៃទុកសម្រាប់សាកអង្គុយផងនិងសម្រាប់លោមើលឬក៏ធ្វើតេស្តឧបករណ៍ផ្សេងៗដែលប្រើប្រាស់ភ្លើង 12V DC ហើយនិង 24V បាទជាងដុំនេះយើងបានកែច្នៃឡើងបាទមានដូចជាដុំត្រង់ស្វូmotorនេះមួយបាទភ្លើងចូល220ចេញ 12V ឬ 24 បាទហើយនេះជាយកតុបបាទនេះវាច្រោះចេញ4ច្រក8ច្រកនោះយើងពោះគ្នាទៅឲ្យវាកម្លាំងបាទហើយនេះកុងតាក់នេះវាមានមុខក្រោយនេះយើងកែឲ្យមាន12និង 24V ហើយនេះភ្លើងចូលយើងដាក់វាស៊ីបនេះមួយដើម្បីតុបពេលណាយើងមានបញ្ហាអីដុំភ្លើងឆ្លងអញ្ចឹងវាអាចដាច់វាស៊ីបនេះវាមិនធ្វើឲ្យឆេះខ្សែភ្លើងរបស់យើងទេបាទហើយនេះស៊ីបមកក្របខ្នាស់សម្រាប់ភ្លើងចេញបាទខាង DC ចេញនេះ DC ចេញនេះវាមានបញ្ហាចាប់អង្គុយពីច្រាស់ឬអីយ៉ាងណាវាអាចដាច់វាស៊ីបមួយនឹងបាទហើយបាទខ្សែបាទយើងបានដាក់ក្បាលមួយចេះមួយដើម្បីមួយចាប់ខ្សែទីចង់ដូរខ្សែធំថ្ងៃក្រោយក៏បានជាកវលដូរទៅជាមួយយើងធ្វើតេស្តសាកមើលបាទឥឡូវវាចេញហើយនេះជាងកាច់ទៅខាង24បាទកាលណាមិនទាន់សាកអង្គុយវាឡើងច្រើនចឹងឯងបាទវាឡើងដល់37ឥឡូវយើងកាច់បងតាក់នេះទៅខាង12បាទ12វាធ្លាក់ចុះសល់17អញ្ចឹងបានន័យថាតើណាភ្លើងលើសប៉ុណ្ណឹងទៅវាសាកអង្គុយទៅវាចូលបាទបើភ្លើងស្មើក៏វាអត់ចូលដែរហើយយើងសាកអង្គុយទៅលើខាងម៉ាស់ដកនេះខាងបូកបាទនេះចូលហើយពេលចូលចឹងយើងមើលការព្រួប្រាក់របស់វាសល់តែ13ទេបាទអញ្ចឹងវាកំពុងតែចូលទៅអង្គុយហើយយើងអាចដឹងថាវាសាកចូលប្រហែលពេលទៀតបាទនៅយកនៅការធៀបពីអាក្រោយធៀបពេលលំមើលបាទកាច់អូម៉ាតកន្លែងធៀបពីនេះមកបាទហើយយើងធៀបមើលតើវាចូលបានប្រហែលអំពែដែរបាទនេះគឺវាចូលបាន6អំពែបាទ6អំពែចុច 8.9 ចឹងវាអាចប្រែប្រួលទៅទៀតពេលដែលអង្គុយពេញវាថយអំពែទៅវិញបាទពេលអង្គុយអស់ចឹងវាឡើងអំពែច្រើនទៅបាទហើយជាពិសេសយើងអាចមើលវល់កន្លែងនេះបានពេលណាយើងដកឌុយនេះចេញចឹងយើងដឹងថាភ្លើងអង្គុយយើងឥឡូវគឺ13វ៉ុលបាទបើអង្គុយអស់គឺធ្លាក់ដល់12គឺ10គាត់11អីចឹងតែអង្គុយចូលចឹងវាឡើងដល់13វ៉ុលចឹងហើយបាទយើងដាក់ដកឌុយមើលក៏ឡើងទៅទៀតហើយ 3.5 គាត់ដល់14គឺអង្គុយពេញហើយបាទអរគុណ